ការពិតដ៏អាក្រក់បំផុតដែលបានលាក់ពីយើងខ្ញុំមិនយល់ទេថាហេតុអ្វីយើងត្រូវបង់ប្រាក់ដើម្បីរស់នៅលើភពដែលយើងកើតមកអ្នកមិនបានចុះហត្ថលេខាលើកិច្ចសន្យាណាមួយនៅពេលដែលអ្នកដកដង្ហើមដំបូងឡើយហើយអ្នកក៏មិនត្រូវបានទទួលការព្រមព្រៀងនៃការជួលដីនៅលើផែនដីនេះដែរចុះហេតុអ្វីបានជារាល់អ្វីៗដែលជាការរស់រានមានជីវិតដូចជាអាហារទឹកដីត្រូវមានតម្លៃភ្ជាប់មកជាមួយហើយនេះជាសំណួរដ៏សំខាន់តែយើងកំពុងបង់ប្រាក់ឲ្យនរណាតើអ្នកណាជាម្ចាស់ដីជាម្ចាស់ទឹកជាម្ចាស់នៃធនធានធម្មជាតិតែអ្នកណាដែលធ្លាប់ក្រោកឈរឡើងនិយាយថាអ្វីៗទាំងអស់នេះជារបស់ខ្ញុំហើយអ្នកត្រូវបង់ឲ្យខ្ញុំដើម្បីអាចរស់នៅបានទឹកគ្របដណ្ដប់ភាគច្រើននៃផែនដីធ្លាក់ពីលើមេឃហើយជាកត្តាចាំបាច់សម្រាប់ជីវិតប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺមានមនុស្សកំពុងស្លាប់ដោយសារការស្រេកទឹកជំនួសឲ្យការចំណាយប្រាក់រាប់ពាន់លានដុល្លារដើម្បីធ្វើសង្គ្រាមយើងអាចសាងសង់រោងចក្របំបែកអំបិលពីទឹកសមុទ្រហើយផ្ដល់ទឹកស្អាតដល់មនុស្សគ្រប់គ្នាបច្ចេកវិទ្យានេះមានរួចហើយតែយើងប្រើវាដែរឬទេពីព្រោះបើមនុស្សអាចថែរក្សាខ្លួនឯងបានពួកគេនឹងមិនត្រូវបានការគ្រប់គ្រងទៀតឡើយនេះហើយគឺជាការពិតការលួចបន្លំនៃភាពក្រីក្រនៅលើផែនដីនេះវាពិតជាមានអាហារគ្រប់គ្រាន់មានដីធ្លីគ្រប់គ្រាន់មានធនធានគ្រប់គ្រាន់សម្រាប់មនុស្សគ្រប់រូបប៉ុន្តែបើមនុស្សមិនមានភាពក្រីក្រនោះទេរដ្ឋាភិបាលក្រុមហ៊ុននិងធនាគារនឹងបាត់បង់អំណាចដូច្នេះហើយពួកគេបង្កើតឲ្យមានភាពលំបាកដោយសារការរៀបចំធម្មជាតិផ្ដល់អ្វីៗដែលឥតគិតថ្លៃតែមនុស្សយកវាមកធ្វើអាជីវកម្មបច្ចេកវិទ្យាមានហើយតែមិនត្រូវបានយកមកអនុវត្តសម្រាប់ប្រជាជនភាពក្រីក្រគឺជាឧបករណ៍គ្រប់គ្រងដោយអ្នកមានអំណាចបើអ្នកបានយល់ឃើញការពិតទាំងនេះសូមចែករំលែកវីដេអូនេះទៅអ្នកដទៃទៀត